អព្រះមេដាសួស្តីតើអ្នកជានរណាអូយខ្ញុំជាមិត្តរបស់អ្នកស្រីស៊ីគាត់មានពាក្យពីរបីម៉ាត់ចង់ប្រាប់អ្នកម៉ាក់គឺជាខ្ញុំឈីវហេតុអ្វីបានជាអ្នកទូរស័ព្ទទៅម្ដាយរបស់អ្នកយឺតម្លេះខ្ញុំគ្រាន់តែនឹកអ្នកតើអ្នកកំពុងធ្វើអ្វីឥឡូវនេះម៉ាក់កំពុងធ្វើស្បែកជើងឲ្យអ្នកខ្ញុំបានឮថាក្មេងស្រីនៅក្នុងទីក្រុងសុទ្ធតែពាក់ស្បែកជើងស្បែកតូចម៉ាក់លែងធ្វើស្បែកជើងក្រណាត់ឲ្យអញទៀតហើយម៉ាក់បានទិញសរសៃពួរសាច់គោធ្វើស្បែកជើងស្បែកតូចមួយគូសម្រាប់អ្នកម៉ាក់ឲ្យម៉ាក់ចូលចិត្តស្បែកជើងក្រណាត់ដែលម៉ាក់ធ្វើជាងគេនោះជារឿងខុសគ្នាម៉ាក់ចង់ឃើញថាខ្ញុំស្លៀកពាក់ស្អាតប៉ុណ្ណាថ្មីនេះអ្នកសុខសប្បាយជាទេតើមិត្តរួមការងាររបស់អ្នកល្អចំពោះអ្នកទេពួកគេមានចិត្តល្អចំពោះខ្ញុំណាស់តើយ៉ាងសៀវល្អចំពោះអ្នកទេគាត់ក៏ល្អចំពោះខ្ញុំខ្លាំងណាស់ដែរហាម៉ាក់ឲ្យចាំខ្ញុំប្រាប់អ្នកចាប់តាំងពីខ្ញុំមកដល់យេងហេលោកគ្រូអ្នកគ្រូទាំងនោះមិត្តរួមថ្នាក់និងមិត្តភក្តិពួកគេទាំងអស់គ្នាល្អចំពោះខ្ញុំណាស់អ្នកមិនចាំបាច់បារម្ភទេឈៀវអ្នកមិនគួរផ្ញើលុយទៅម៉ាក់ទៀតទេម៉ាក់នៅម្នាក់ឯងនៅលើភ្នំគ្មានវិធីណាដែលអ្នកអាចចំណាយលុយទាំងអស់នោះបានទេអ្នកនៅម្នាក់ឯងនៅក្នុងទីក្រុងជីងហៃម៉ាក់គ្រាន់តែចង់ឲ្យអ្នកមានសុខភាពល្អហេឈៀវអ្នកខ្ញុំនឹងផ្ដល់ពេល1ម៉ោងឲ្យអ្នកដើម្បីរៃអង្គាសប្រាក់វានឹងមិនសមរម្យទេប្រសិនបើអ្នកខកខានក្នុងការរៃអង្គាសថវិកាមិនអីទេឪពុកសូមកុំរំខានពួកយើងអីកុំប្រាប់គាត់អ្វីទាំងអស់ខ្ញុំនឹងទៅយកលុយឥឡូវនេះខ្ញុំសូមអង្វរអ្នកយល់ព្រមតោះទៅខ្ញុំត្រូវតែរកយ៉ាងសៀវឲ្យឃើញស្វែងយល់និងសួរឲ្យបានច្បាស់លាស់ស្ដាំស្វែងរកអូនប្រុសល្អរបស់យ៉ាងឈៀវគឺយ៉ាវហៅគាត់ត្រូវតែដឹងអ្វីមួយហេខេខៀវតើអ្នកនឹងយ៉ាវឈៀវបានចេញមកហើយឬនៅយើងចេញមកហើយតើយើងទៅណាខ្ញុំបានកក់សម្បត្តិទុករបស់អ្នកសម្រាប់យប់នេះហើយនៅចំណតផ្ទាល់អ្នកគួរតែចាក់ចេញឥឡូវនេះខ្ញុំនឹងទៅឥឡូវនេះហេតោះទៅចាំបន្តិចហេតុអ្វីបានជាអ្នកនៅម្នាក់ឯងចុះពីស្ពានទៅអូនសម្លាញ់តោះទៅអូយតើខ្ញុំបានយកអ្វីពីអ្នកពេលខ្ញុំឡើងលើកប៉ាអ្នកមិនបានរត់ចេញដោយខ្លួនឯងទេមែនទេតើអ្នកបានចាក់ចេញពីស្ពាននៅទីនោះហើយឬនៅខ្ញុំមិនមែនទេតើអ្នកឈួតមែនទេអ្នកទាបំណុលបានមកគូសទ្វារយើងរួចហើយតើអ្នកអាចទុកគាត់នៅទីនោះតែម្នាក់ឯងដោយរបៀបណាអូគាត់អាចរកលុយបានដោយចុះពីលើស្ពានហេហេតុអ្វីបានជាអ្នកចាក់ចេញលោកយ៉ាងឆេវអ្នកចិត្តណាទុកឈៀវនៅទីនោះតែម្នាក់ឯងដើម្បីឲ្យគាត់អាចសងបំណុលរបស់អ្នកតើប្រសាសនៃការដែលអ្នកកុហកគាត់ថានាមត្រកូលរបស់គាត់ជាកងមិនគ្រប់គ្រាន់ទេតើអ្នកអាចធ្វើបែបនេះដោយរបៀបណាខ្ញុំបានបញ្ឆោតគាត់ខ្ញុំនឹងសិឈៀវមកពីស្រុកកំណើតតែមួយគាត់មានរូបរាងសង្ហាហើយទទួលបាននិទេសល្អគាត់ពោពេញដោយរស្មីខ្ញុំមិនដឹងថាមានទេពធីតាប៉ុន្មានអ្នកទេខ្ញុំពិតជាចូលចិត្តគាត់ណាស់លោកគ្រូខ្ញុំបានជួបគ្រោះថ្នាក់កាលពី5ឆ្នាំមុនបន្ទាប់មកខ្ញុំបានឆ្លោះប្រកែកជាមួយគ្រូម្នាក់នោះគឺលោកយ៉ាវឆិនរងគាត់បានប្រាប់ខ្ញុំឈៀវស៊ីងបានសូកប៉ាន់គាត់នៅពេលនោះភាពតាក់ទាញទាំងអស់របស់គាត់បានរលាយបាត់ទៅក្នុងអំឡុងពេលនោះអាជីវកម្មរបស់ខ្ញុំបានបរាជ័យគាត់ខ្វះខាតលុយហើយញៀនលបែងស៊ីសងខ្ញុំបានកុហកគាត់បាននិយាយថាចៅសៀនរងបានទាត់ខ្ញុំចំកន្លែងដ៏សំខាន់នេះបណ្ដាលឲ្យខ្ញុំមានបញ្ហាផ្លូវភេទតាមរបៀបនោះគាត់អាចរកលុយជាមួយខ្ញុំបានតើអ្នកជាបុរសមែនទេបាល់អ្វីនាំអ្នកមកទីនេះខ្ញុំមកដើម្បីធ្វើឲ្យអ្នកខុសចិត្តតើវាត្រឹមត្រូវឬខុសឈៀវសូមឲ្យខ្ញុំពន្យល់តើអ្នកចង់ពន្យល់អ្វីទៀតខ្ញុំបាននិយាយអ្វីគ្រប់យ៉ាងដែលអ្នកទើបតែនិយាយតើពាក្យទាំងនោះពិតទេដូច្នេះអ្នកបានកុហកខ្ញុំតាំងពីយូរយារណាស់មកហើយអ្នកជាមនុស្សកុហកហេសៀវឈៀវស្ងប់ចិត្តសិនសៀវឈៀវហេតុអ្វីបានជាអ្នកមិនសុំទោសគាត់ឥឡូវនេះបាត់ចាសខ្ញុំបានកុហកអ្នកដូច្នេះអ្វីតើអ្នកនៅតែគិតថាអ្នកជាមនុស្សដ៏អស្ចារ្យដូចពីមុនទេសៀវឈៀវអ្នកលែងនៅទៀតហើយឬមនុស្សគ្រប់គ្នាដឹងពីអ្វីដែលអ្នកបានធ្វើកាលពីអតីតកាលបើអ្នកពិតជាចង់ឲ្យខ្ញុំនិយាយមែនលួច
សុកប៉ាន់អ្នកណែនាំរបស់អ្នកជាមុនសិនឯងមានអ្វីខ្លាំងពូកែម្លេះតើពេលនេះអ្នកនៅមានអ្នកណាចង់បានអ្នកទេក្រៅពីខ្ញុំយ៉ាងសៀវតើមានអ្នកណាផ្សេងទៀតដែលចង់បានអ្នកទេ